ដាក់ grid coordinate ណាដើម្បីដាក់ grid coordinate យើង select លើ map frame ដែលយើងចង់ដាក់តែមកយើងមើលមកកន្លែងម្ដុំ map frame នេះយើងឃើញមានគេដាក់ថា grid ចុចលើ grid នឹងបាច់មកតើបើយើងចុចលើ grid នឹងបាច់ហើយយើងមើលមក measure grid វាមានប្រមាណប្រភេទនេះវាមាន graphical measure grid reference grid MGS grid យើងមើលមកកន្លែង section measure grid គឺយើងចង់ប្រើប្រាស់ grid ជា UTM អានេះគឺជាប្រភេទ UTM នេះលេខនេះយើងឃើញ x អានេះគឺ x អានេះគឺ y អានេះ10 million ជាងអានេះ 40 million ជាងអានេះគឺ UTM ហើយណាអញ្ចឹងយើងចង់ប្រើលេខហ្នឹងបង្ហាញលេខហ្នឹងអញ្ចឹងយើងអាចរើសមកមាន style អានេះមួយអានេះ label វាប្រឈរហើយវាមានលេខនេះធំអាមុខនេះធំអញ្ចឹងប្រហែលថាយើងចង់បានអាធម្មតាគឺយកអានេះចុចលើវាហើយយើងឃើញថាវាបង្កើតគ្រប់គ្រឿងមកឲ្យយើងមានលេខនេះគឺ grid coordinate ហ្នឹងឯងលេខហ្នឹងហើយកន្លងនេះគេ grid line លេខនេះគេ label ហើយអាឆ្វៃនេះគេហៅថា tick អញ្ចឹងវាមាន3 component ក្នុងហ្នឹងហើយបើមិនជាយើងមើល interval ផងវា grid នេះវាប្រើប្រាស់ interval 1 ម៉ែត្រវាប្រើប្រាស់នៅ interval 50 គីឡូម៉ែត្រអញ្ចឹងនេះលេខនេះគឺគិតជាម៉ែត្រទេនេះ 45,000 ម៉ែត្រ 50,000 ម៉ែត្រអញ្ចឹងចន្លោះវាគឺ 50,000 ម៉ែត្រហើយយើងបណ្ឌិតមើលទៅយើងឃើញថាgrid interval វាមើលនៅលើផែនទីយើងវារៀងជាវាដូចជាញឹកពេកបើញឹកពេកយើងអាចតម្លើងវាបានតម្លើងពី50ទៅ100អញ្ចឹងទៅយើងឃើញវារៀងវើបន្តិចហើយអា grid ហ្នឹងវាដាក់ដើម្បីអី grid ហ្នឹងដាក់ដើម្បីឲ្យយើងដឹងទីតាំងនៃតនន័យហ្នឹងដើម្បីដាក់ឲ្យដឹងទីតាំងតនន័យហ្នឹងអញ្ចឹងអំណាចដែលយើងមើលនៅក្នុងឧទាហរណ៍ទីរួមខេត្តព្រះវិហារនេះកន្លែងក្រុងព្រះវិហារនេះអញ្ចឹងបើយើងមើលស្លឹកផែនលើស្លឹកផែនទីយើងអាចស្មានអំពីនិយាមការនៃចំណុចនេះបានហើយនេះគឺនៅក្នុងវងនៅក្នុងនិយាមការ x បែជាចិត្ត 50,000 ម៉ែត្រy វា 1 លានជាងនេះ 1 លាន 50 ប្រមាណ 10000 នេះអញ្ចឹងយើងអាចស្មានអញ្ចឹងបានហើយនៅពេលដែលផែនទីចាស់ទៅវានឹងសល់តែស្លឹកกระดาษផែនទីនេះវាបាត់សូសបានហើយវាបាត់ទិន្នន័យដើមមកយើងអាចប្រើប្រាស់អា grid ហ្នឹងដើម្បីទាញយកនៅទិន្នន័យនឹងបានវិញដូចនៅក្នុងកិច្ចការទី4ណាកិច្ចការទី4របស់យើងទី4ទី5នេះទាក់ទងនឹងការ digital យកទិន្នន័យមកវិញពីរូបភាពហ្នឹងគឺយើងប្រើប្រាស់នៅ concept ហ្នឹងឥឡូវ grid នេះនៅពេលដែលយើង add ចូលមកវាចូលទៅកន្លែងណាអូខេអញ្ចឹងអា grid មិញហ្នឹងវាចូលជាមួយនឹង map frame របស់យើងដោយសារយើង select លើ map frame main map នេះអញ្ចឹងនៅពេលដែលយើង add មកវានឹងចូលមកក្នុង main map ហ្នឹងគឺ grid នេះដល់ពេលយើងពលាមកយើងឃើញវានេះអញ្ចឹងយើង select លើវាមកយើងមើលមកក្នុង element pane ក្នុងនេះវាមាន2 option ទី1គឺ option ទី2គឺ component របស់ grid ហ្នឹងអញ្ចឹងយើងមើលនៅក្នុង option វាមានឈ្មោះ name នេះយើងអាចធ្វើការដូរឈ្មោះបានឧទាហរណ៍ថា my UTM grid ឧទាហរណ៍ណា my UTM grid ហ្នឹងទៅគេដាក់ឈ្មោះចឹងមកអញ្ចឹងនៅពេលដែលយើង enter ទៅឬយើងចុចខាងក្រៅមួយយើងឃើញ grid ហ្នឹងវាដូរឈ្មោះនេះ my UTM grid coordinate system នេះគឺវាចាប់ឲ្យយើងត្រូវស្រេចគឺ WJ84 UTM 08N គឺត្រឹមត្រូវហើយមិញនេះយើងនិយាយគ្នាថា50 គីឡូនេះវារៀងញឹកពេកដែលធ្វើឲ្យផែនទីយើងវាបាត់នៅសភាពប៉ុន្តែលក្ខខណ្ឌខ្លះគឺគេតម្រូវឲ្យយើងកំណត់ជាក់លាក់តែម្ដងទោះបីជាវាញឹកក៏ដោយអញ្ចឹងបើយើងមិនមានលក្ខខណ្ឌអីត្រូវការកំណត់ទេយើងមើលទៅតាមផ្នែកសាច់របស់យើងទៅថាផ្នែកសាច់របស់យើងមើលទៅឃើញថាវាស្អាតឬក៏វាមិនស្អាតវាមានសម្ព័ន្ធភាពឬក៏គ្មានមើលតាមហ្នឹងមកណាអញ្ចឹងអាដែលយើងចង់ធ្វើការ modify interval ហ្នឹងគឺយើងដោះគ្រីសកន្លែងនេះមក automatically adjust នេះយើងដោះគ្រីសវាមកតើពេលយើងដោះហើយយើងចូលមកកាន់ component កន្លែង automatically adjust នេះបើសិនបើយើងគ្រីសយើងចូលមកកន្លែងនេះយើងដូរ interval អត់បានទេដូរអត់បានទេអញ្ចឹងយើងត្រូវការដោះអាហ្នឹងបន្តមកចូលមកកាន់ component អញ្ចឹងយើងឃើញវាមាន3 component អញ្ចឹងនៅក្នុងករណីខ្លះយើងត្រូវការ grid line នៅក្នុងករណីខ្លះយើងមិនត្រូវការ grid line ទេដោយផែនទីដែលខ្ញុំបានបង្ហាញមិញអានេះវាត្រូវការ grid line អានេះវាអត់ត្រូវការ grid line ទេតែយើងមើលយើងឃើញចំណុចបូកអាហ្នឹងគឺគេហៅវាថា interactive សម្រាប់ជាស្រ័យ intersection point ចំណុចប្រសពរវាង x និង y ហ្នឹងគឺវាប្រសពនៅកន្លែងហ្នឹងអញ្ចឹងបើសិនបើយើងចង់ដាក់អាលេខបូកអញ្ចឹងគឺយើងត្រូវដូរ component ផងយើងអញ្ចឹងយើងលុប grid line ចោលត
តាមទៀតយើងបង្កើតនៅ component ថ្មីចុច add មកតែមកយើងយកនៅ component មួយឈ្មោះថា intersection point add intersection points ពេលយើង add មកយើងនឹងឃើញសញ្ញាលេខបូកហ្នឹងវាបង្ហាញឲ្យយើងហើយបន្តមកទៀតបានយើងអាចធ្វើការកំណត់នៅ interval វាបានហើយការកំណត់នៅ interval គឺយើងអាចកំណត់ម្ដងមួយបានហើយយើង select វាមួយមកយើងវាយ interval ចូលមកវិធីដែលងាយស្រួលគឺយើង select ទាំងអស់យើងវាយ 10000 ម៉ែត្រមកអាយ៉ាជាស្រ័យដាក់100គីឡូ 100000 ម៉ែត្រ 100គីឡូយើងឃើញថាអូខេប៉ុណ្នេះហ្មង100គីឡូនេះហ្មងណាយើង select ទាំងអស់យើងដូរតែប៉ុណ្្នឹងមកបានហើយកន្លែងនេះគឺ sync value នេះគឺនៅពេលយើងគ្រីសទៅយើងដូរតែ x វាដូរ y ឲ្យយើងដែរវា update y ឲ្យយើងដែរហ្នឹងគឺយើងគ្រីសវាទៅវាស្រួលដែរតែប្រហែលថាយើងចង់បាន x y ខុសគ្នាប្រហែលថា x យើងយក100គីឡូ y យើងយក50គីឡូយើងដោះអានេះមកហើយយើងដាក់ y ទៅ50មក50នោះគឺវាចេញផ្សេងគ្នាហើយណាអូខេមិនដែលយើងយកដូចគ្នាទៅនេះ100គីឡូដូចគ្នាហើយលេខនេះយើងចង់កាត់ក្បៀសពាន់ដើម្បីឲ្យស្រួលមើលណា800,000អញ្ចឹងទៅឬអាខាងនេះអាខាង y នេះវា1លានជាងទៅចឹងយើងកាត់ក្បៀសពាន់វាស្រួលដែរដើម្បីធ្វើអញ្ចឹងបានគឺយើង select លើ grid ហ្នឹងមក select លើ label យើងមើលមកកន្លែង dynamic text ខាងក្រោមនេះយើងនឹងឃើញពាក្យថា separator ហ្នឹងកន្លែងក្បៀសហ្នឹងឯង set ក្បៀសពាន់ហ្នឹងឯងយើងឃើញវាដាក់ថាស្មើ false យើងអាចដូរពី false នេះទៅ true វិញ by true មកពាក្យ true true យើងនឹងឃើញវាកាត់ក្បៀសពាន់ឲ្យយើងនេះ